ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើជាវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាអំពីការតម្លើងកម្មវិធីដើម្បីឲ្យបងប្អូនអាចទស្សនារឿងនិទានសម្រាប់បងប្អូនដែលប្រើប្រាស់នៅទូរស័ព្ទ iPhone បាទ model ផ្សេងៗ iPad ដែលប្រើប្រាស់នៅប្រព័ន្ធ iOS បាទមិនមែន Android អញ្ចឹងដំបូងឡើយបងប្អូនចូលទៅកាន់កម្មវិធី Safari បាទបន្ទាប់មកទៀតកន្លែង search ស្វែងរកនេះបងប្អូនចុចទៅលើវាមកបងប្អូនវាបញ្ចូលពាក្យថា www.kheranime.com khmeranime.com បន្ទាប់មកទៀតបងប្អូនចុចទៅលើពាក្យថា Go នៅក្នុង Safari គឺបងប្អូននឹងឃើញកន្លែង share នៅទីនេះមួយបាទបងប្អូនសូមចុចតាមមកបងប្អូននឹងឃើញពាក្យថា add to home screen ចឹងបងប្អូនចុចមកដើម្បីតម្លើងកម្មវិធីបាទរួចបងប្អូនចុចពាក្យថា add ទីនេះជាការស្រេចអញ្ចឹងនៅពេលលើកក្រោយបងប្អូនគ្រាន់តែចូលមកកាន់ app របស់យើងចូលមកហើយបងប្អូនអាច log in បាទ log in តែម្ដងហ្នឹងទៅលើកក្រោយគឺមិនបាច់ log in ទៀតទេអញ្ចឹងបងប្អូនអាចចុចឈ្មោះជាមួយ Telegram មកគឺបងប្អូននឹងទទួលបានរឿងថ្មីៗតែម្ដងនៅពេលដែលរឿងថ្មីបានផុសផ្សាយទៅក្នុងកម្មវិធីនេះទៅគឺវានឹងផ្ញើសារទៅកាន់បងប្អូនប្រាប់ថារឿងថ្មីបានចេញផ្សាយអញ្ចឹងបងប្អូនអាចដឹងហើយអាចចូលមើលបានគ្រប់ពេលសូមអរគុណច្រើនបងប្អូនដែលបានគាំទ្រហើយបើសិនបើមានចំណុចផ្សេងៗបងប្អូនអាចសាកសួរបានបន្ថែមទៀតផងដែរសូមអរគុណ